ពួកអត់លេខ2នេះវាសាហាវមែនងើបមកទាំងព្រឹកគឺវាមកធ្លាក់ក្របែកដល់ផ្ទះយើង10ក្នុងសភៅចេញក្នុងសភៅមកតែមែន10-20គីឡូទៀតដល់ទីក្រុងបាត់ដំបងបាត់ហើយចឹងវាចូលមកកាន់តែចូលមកក្រុងកាន់តែចូលមកគៀកឲ្យតែដីណានៅគៀនដីវាឲ្យតែព្រំដែននៅខេត្តណានៅគៀនព្រំដែនមួយចប់មួយវាគឺវាមិនដល់ទៅឲ្យសុខទេវាចេញពីប៉ោយប៉ែតឥឡូវចូលមកបាត់ដំបងហើយបាត់ដំបងមិនឆ្ងាយអីទៀតគឺនៅជិតក្រុងទៀតហ្មងព្រោះអានេះវាសាហាវហើយវាពងអួតសភាវុធាដែលទិញពីកូរ៉េទៅអាធី50ហ្នឹងអាហ្នឹងបោះកូរ៉េផលិតគេពងអួតគេខ្ញុំមានជូនពរបងប្អូនពុកម៉ែនៅខេត្តបាត់ដំបងជាពិសេសភាសាខ្ញុំដែរនៅខាងថ្មគោលចឹងថ្មគោលបាត់ដំបងបណ្ណន់ស្នូសពៅហ្នឹងអត់ឆ្ងាយគ្នាមែនចឹងយកទៅឲ្យវាដាក់មកពេលនេះទៀតហើយមានជូនពរទាំងអស់គ្នាសុខសុវត្ថិភាពទាំងអស់គ្នាខ្ញុំនិងគ្រួសារខ្ញុំទាំងអស់គ្នាដែរ